thầy đấy không phải thầy ấy trong cá cô giúp không nếu bỏ cái nói nè រសជាតិបង្វេងក្នុងព្រៃរយៈពេល 4 ថ្ងៃតាមពិតទៅនេះគឺជា challenge មួយដែលខ្ញុំចង់ពិសោធន៍ខ្លួនឯងក៏ដូចជាការវឹកហាត់ខ្លួនឯងជាមួយនឹងការលំបាកនិងពុះពីឧបសគ្គគ្រប់បែបយ៉ាងហើយមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំក៏ចង់វឹកហាត់មនុស្សជុំវិញខ្លួនរបស់ខ្ញុំដើម្បីឲ្យពួកគាត់កាន់តែផ្សំជាមួយនឹងការលំបាកនិងការនឿយហត់បងប្អូនអាចសម័យមើលបានពេលដែលយើងជាប់នៅក្នុងព្រៃហើយនៅកណ្ដាលភ្លៀងហើយសំខាន់បំផុតគឺវង្វេងផ្លូវហើយពេលដែលអារម្មណ៍យើងវង្វេងផ្លូវយើងនឹងខំពុះពៀនិងរិះរកមធ្យោបាយដើម្បីចេញពីផ្លូវដែលយើងវង្វេងនេះគឺជាការវឹកហាត់មួយដ៏ល្អសម្រាប់មនុស្សយើងគ្រប់គ្នាបងប្អូនសម័យមើលបើសិនជាយើងចូលទៅក្នុងព្រៃយើងមកវិញផ្លូវយើងនឹងខំពុះពីឲ្យគិតអស់ពីសមត្ថភាពរិះរកគ្រប់មធ្យោបាយដែលយើងចេញពីផ្លូវដែលយើងមកវិញនោះបាននេះហើយគឺជាការវឹកហាត់ធំមួយដែលធ្វើឲ្យមនុស្សយើងគ្រប់គ្នាពេលដែលយើងជួបការលំបាកយើងនឹងខំប្រឹងរិះរកមធ្យោបាយដោះស្រាយបញ្ហាដែលយើងកំពុងតែជួបម៉ូតូខូចផងចិត្តដាច់ស្បៀងផងហើយខ្លាចមេកាន់តែយូរហើយរិះរកគ្រប់មធ្យោបាយរិះរកផ្លូវដែលគោលដៅដែលយើងចង់ទៅហើយនេះគឺជាការវឹកហាត់មួយដែលបង្រឹងស្មារតីរបស់ពួកយើងពេលដែលពួកយើងជួបបញ្ហាផ្សេងធំឬក៏ទូចយើងត្រូវតែពុះពៀរិះរកមធ្យោបាយដូចគ្នាដូច្នេះហើយ challenge ជីវិតស្វងព្រៃនៅក្នុងព្រៃអាចជួបគ្រប់រសជាតិនិងគ្រប់ស្ថានភាពដោយដែលជីវិតរបស់ពួកយើងដែលកំពុងតែដើរពីមួយថ្ងៃទៅមួយថ្ងៃថ្ងៃនេះថ្ងៃស្អែកយើងមិនដឹងថាជួបអ្វីខ្លះដូច្នេះហើយគឺដូចជីវិតស្វងព្រៃនៅក្នុងព្រៃដូចគ្នាជួបអ្វីគឺយើងត្រូវតែដោះស្រាយបញ្ហាហ្នឹងហើយខំពុះពៀរាល់ឧបសគ្គដែលយើងជួបការដើរផ្សងព្រៃនៅក្នុងព្រៃអាចជួបការលំបាកជាច្រើនទីមួយអាចពិសោធន៍ខ្លួនយើងថាពេលដែលយើងជួបការលំបាកតើយើងអាចចេះជួយគ្នានៅក្នុងគ្រាលំបាកដែរឬទេទីពីរខ្វះម្ហូបចំណីអាហារហើយយើងចេះស្វែងរកម្ហូបចំណីអាហារមកញ៉ាំដើម្បីទ្របក្រពះដើម្បីឲ្យយើងមានកម្លាំងរិះរកមធ្យោបាយដើម្បីចេញពីព្រៃនោះបានហើយជាពិសេសពេលដែលយើងចូលទៅក្នុងព្រៃយើងរួមក្រុមយើងកាន់តែវឹកហាត់ស្មារតីការជួយមនុស្សជុំវិញខ្លួនដើម្បីឲ្យពួកយើងបង្កើតនូវស្មារតីរួមនិងទឹកចិត្តល្អចេះជួយគ្នាទៅវិញទៅមកហើយបង្វឹកស្មារតីក្នុងការនឿយហត់និងការស៊ូទ្រាំ challenge មួយនេះខ្ញុំជឿជាក់ថាគឺជាការវឹកហាត់ស្មារតីមួយដ៏ល្អសម្រាប់មនុស្សយើងគ្រប់គ្នាហើយកាន់តែបង្រឹងភាពរឹងមាំរបស់ពួកយើងទាំងអស់គ្នាកាន់តែល្អប្រសើរខ្ញុំជឿជាក់ថាជីវិតរបស់ពួកយើងគឺតែងតែជួបបញ្ហាផ្សេងហើយចេញរូបរាងការលំបាកផ្សេងគ្នាក៏ប៉ុន្តែអ្វីដែលខ្ញុំអាចចែករំលែកទៅជូនដល់បងប្អូនបានគឺមានតែការវឹកហាត់ស្មារតីមួយតែប៉ុណ្ណោះហើយកុំគិតថាបញ្ហាដែលយើងកំពុងតែជួបគឺជារឿងធំហើយអង្គុយបំបាក់ស្មារតីខ្លួនឯងដែលគ្មានការតស៊ូបងប្អូនមើលតែវីដេអូដែលជីវិតផ្សងព្រេងនៅក្នុងព្រៃដែលខ្ញុំដាក់បង្ហាញជូនបងប្អូននេះទៅបងប្អូននឹងដឹងច្បាស់អំពីរសជាតិនៃជីវិតរបស់មនុស្សពេលដែលយើងជួបយើងត្រូវតែព្យាយាមរឹងមាំនិងដោះបញ្ហាជាពិសេសគឺដាច់បាយដាច់ទឹកជួបភ្លាពេលខ្លះក៏ដើរពេលខ្លះក៏វាទៅតាមស្ថានភាពតែគ្រប់យ៉ាងយើងខំពុះពៀស្វែងរកទីកន្លែងដែលអាចអង្គុយញ៉ាំបាយបាននិងសម្រាកបានហើយបន្តកម្លាំងទៅមុខតទៀតតែពេលដែលយើងសម្រាប់មានកម្លាំងហើយមិនប្រកាសថាផ្លូវដែលយើងទៅនោះរួលដោយអ្វីដែលយើងចង់បាននោះទេផ្លូវដើរនៅក្នុងព្រៃពិតជាអត់ខុសនៅក្នុងឆាកជីវិតរបស់យើងឡើយពេលដែលយើងធ្វើដំណើរទៅមុខមានដើមឈើពាំងផ្លូវផងបាំងផ្លូវផងប្រៀបដូចជីវិតយើងតែងតែមានឧបសគ្គមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែយើងជិះម៉ូតូក៏អាចរអិលដួលដោយភាពជាក់ស្ដែងនេះអញ្ចឹងហើយពេលដែលរអិលដួលគឺខ្ញុំបាននិយាយថាពេលដែលផ្លូវលំបាកពួកខ្ញុំតែងតែប្រយ័ត្នប្រយែងតែពេលដែលដួលគឺដួលនៅផ្លូវស្រួលក្នុងឆាកជីវិតយើងទាំងបើសិនជាយើងមើងងាយស្ថានភាពនោះនឹងអាចធ្វើឲ្យយើងដួលបានគ្រប់ពេលហើយជាពិសេសក៏អរគុណដល់បងប្រុសខ្លាំងមែនតើដែលពេលនោះគាត់បានឲ្យទាពួកខ្ញុំតែពួកខ្ញុំអត់ចង់យកនោះទេខ្ញុំគិតថាពួកខ្ញុំនឹងទៅដល់គោលដៅមិនពិបាកទេបងប្អូនហើយស្រាប់តែអរគុណទាគាត់ខ្លាំងមែនតើពួកខ្ញុំក៏បន្តឡើងទៅលើភ្នំទៀតដើម្បីឆ្លងកាត់រកផ្លូវដែលពួកខ្ញុំត្រូវទៅស្រាប់តែពួកខ្ញុំអត់ទៅដល់គោលដៅទេបងប្អូនទាំងអស់គ្នាដោយសារផ្លូវទាំងនោះគឺពិបាកខ្លាំងមិនធ្វើឲ្យពួកខ្ញុំទៅដល់គោលដៅដូច្នេះចង់មិនចង់គឺពួកខ្ញុំត្រូវបោះជំរំដើម្បីគេងនៅកណ្ដាលព្រៃនោះសិនហើយដើររកម្ហូបបន្ថែមខ្លះនឹងបានគុណបុណ្យទាដែលបងប្រុសម្នាក់ដែលគាត់បានឲ្យស្រាប់តែពួកខ្ញុំញ៉ាំបណ្ដាពួកខ្ញុំអរគុណពួកគាត់បណ្ដាពួកខ្ញុំគិតថានឹងទៅដល់គោលដៅតែទីបំផុតពួកខ្ញុំអត់បានទៅដល់គោលដៅដោយសារមានបញ្ហានៅតាមផ្លូវច្រើនដូចជាការខូចម៉ូតូនិងផ្លូវមានដើមឈើពាំងផ្លូវជាច្រើនខ្លាំងមែនទែនពួកខ្ញុំក៏សម្រេចចិត្តបោះជំរំនៅពាក់កណ្ដាលផ្លូវហើយបន្ទាប់មកទៀតពួកខ្ញុំក៏មានអារម្មណ៍ថានេះគឺជាការវឹកហាត់ស្មារតីមួយដ៏ធំហើយយើងពេលខ្លះយើងមិនអាចប៉ាន់ស្មានពេលវេលានឹងដោយអ្វីដែលការគិតរបស់ពួកយើងនោះឡើយដូច្នេះហើយនេះគឺជាបទពិសោធន៍ដ៏ធំសម្រាប់ពួកខ្ញុំបន្ថែមទៀតក្នុងការធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនិងមានការតស៊ូនិងពុះពៀរាល់ឧបសគ្គនិងមើលឲ្យបានគ្រប់ជ្រុងជ្រោយដូចជាទានេះអញ្ចឹងបើសិនជាខ្ញុំអត់ទទួលទេហើយពួកខ្ញុំគិតថាពួកខ្ញុំនឹងទៅដល់គោលដៅពួកខ្ញុំប្រកាសជាក្នុងព្រៃនោះគឺប្រកាសជាអត់មានអីញ៉ាំនោះទេនេះគឺជាបទពិសោធន៍មួយដែលយើងកុំធ្វើប្រហែសក្នុងការធ្វើអ្វីមួយសម្រាប់ខ្លួនឯងការលើក10លើកនេះខ្ញុំជឿជាក់ថាទាំងខ្ញុំទាំងមនុស្សជុំវិញខ្លួនរបស់ខ្ញុំគាត់មានការស្វែងយល់និងវឹកហាត់ស្មារតីរបស់ពួកគាត់កាន់តែល្អប្រសើរជាងមុនហើយនេះគឺជាវីដេអូយប់ទី3ដែលខ្ញុំដាក់បង្
បង្ហាញជូនដល់បងប្អូននៅវីដេអូយប់ទី4ទៀតគឺជូរចត់ហើយពិបាកខ្លាំងជាងនេះទៀតការឆ្លងកាត់លើកនេះគឺមានគ្រប់រសជាតិមានអារម្មណ៍ថាសប្បាយមានអារម្មណ៍ថានឿយហត់មានអារម្មណ៍ថាភ័យគ្រប់រសជាតិទាំងអស់ហើយព្រលឹមឡើងពួកខ្ញុំក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតគឺងើបមកគឺលុបមុខជាមួយនឹងទឹកអូហើយលុបលាងមុខជាមួយនឹងហ្វូមលាងមុខឡាកាម៉ូផងដែរតែជាហ្វូមលាងមុខផ្សំពីស្រូវសាលីសម្អាតផ្ទៃមុខបានល្អនិងធ្វើឲ្យស្បែកយើងទន់សម្លេងជូតមុខឡាកាម៉ូតួនាទីសំខាន់សម្រាប់ផ្ទៃមុខរបស់យើងឯកទេសជំរុះកោសិកាចាស់បដោះកោសិកាថ្មីដើម្បីធ្វើឲ្យស្បែកមុខរបស់យើងទន់រលោងជាបារាល់បញ្ហាមុខមុនហើយបន្ទាប់មកទៀតមករាក៏គាត់ចាប់ផ្ដើមប្រើ UV ការពារកម្ដៅថ្ងៃដោយសារពួកយើងបន្តការជិះម៉ូតូប៉ះពន្លឺថ្ងៃព្រះអាទិត្យបើសិនជាយើងមិនប្រើ UV ការពារកម្ដៅថ្ងៃទេធ្វើឲ្យស្បែករបស់យើងជាំនឹងឡើងឲ្យខ្មៅឆ្នេះហើយ UV ការពារកម្ដៅថ្ងៃឡាកាម៉ូធន់នឹងទឹកហើយធន់នឹងជាមួយនឹងពន្លឺថ្ងៃឯកទេសការពារពន្លឺថ្ងៃបានល្អខ្លាំងបំផុតសម្រាប់ស្បែក